សួស្តីបាទអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើដំណើរទៅកាន់សហគមន៍អឺរ៉ុបហើយនេះថ្ងៃនេះគឺជាថ្ងៃទី20បាទខែ9ឆ្នាំ2025បាទអញ្ចឹងថ្ងៃដំបូងដែលខ្ញុំបាទចាប់ផ្ដើមបាទហោះហើរតាមរយៈអាកាសយានដ្ឋានអន្តរជាតិថ្មីបាទនោះគឺអាកាសយានដ្ឋានអន្តរជាតិតេជោបាទនៅទីក្រុងតាក់ខ្មៅយើងហ្នឹងបាទហើយខ្ញុំកំពុងតែចេញដំណើរទៅហើយអញ្ចឹងតាមទៅមើលទាំងអស់គ្នាថាស្អាតប៉ុណ្ណាដែរអូខេបាទអស់រយៈពេលប្រហែលជាខ្ទង់20នាទីបានធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយសួស្តីបាទអ្នកទាំងអស់គ្នាបាទអញ្ចឹងអស់រយៈពេលប្រហែលជាខ្ទង់30នាទីដែលខ្ញុំចាក់ចេញពីផ្ទះខ្ញុំធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិថ្មីបាទ finally ខ្ញុំបានធ្វើដំណើរមកដល់ទីនេះហើយខ្ញុំឃើញថាទីនេះទលាយមែនទែនហើយធំទៀតបាទតែម្ដងបាទហើយមាន counter check in ហ្នឹងគឺមានចំនួនបាទ4 counter ធំបាទក្នុងនោះបែងចែកជា8បាទ8ប្រឡោះក្នុងការ check in ណាបាទអញ្ចឹងឃើញថាធំបាទជាកន្លែងចាស់ឆ្ងាយបាទអ្នកទាំងអស់គ្នាយើងឃើញថាបងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅពេលដែលគាត់ជួនដំណើរបាទអ្នកជិតស្និទ្ធរបស់គាត់ឡើងទៅលើពលានហោះហ្នឹងជាទូទៅគឺគាត់បានធ្វើដំណើរមកកន្លែងនេះលេងហើយគាត់ថ្វាយបង្គំនៅព្រះពុទ្ធរូបដ៏មានប្រភាបាទនៅទីនេះដើម្បីសុំសេចក្តីសុខបាទសុវត្ថិភាពដែរកន្លែងនេះគឺកន្លែង immigration មិនតែអធិស្ឋានបាទនៅពេលដែលខ្ញុំមកដល់មិញគឺខ្ញុំបានថតកន្លែង immigration របស់យើងទេបាទសម្រាប់ជនជាតិខ្មែរជនជាតិអីហ្នឹងគឺយើង scan យើងដើរចូលសម្រាប់ជនជាតិបរទេសគឺយើងធ្វើដំណើរទៅកាន់ counter ដើម្បីបោះត្រាពី immigration ហើយការបោះត្រាចូលមកហើយគឺយើងឃើញថានៅកន្លែងនេះគឺមាន duty free បាទហើយ space ធំមែនទែនកន្លែងនេះបាទអូខេមានទាំងហាងកាហ្វេបាទមាន premium lounge នៅខាងលើផ្សេងជាដើមបាទអូខេធ្វើដំណើរចូលមកដល់ខាងក្នុងហើយវ៉ាវដើរទៅកាន់ gate ប៉ុន្តែបែរជាឆ្ងាយមើលទៅអត់ចិត្តទេ34គឺបែរអូខេបន្ទាប់ពីធ្វើការ check in រួចរាល់ហើយយើងធ្វើដំណើរចូលមកក្នុងហើយយើងនឹងព្យាយាមដើរទៅកាន់ gate របស់យើងអូខេយើងធ្វើដំណើរទៅកាន់ gate ជាមួយគ្នាទាំងអស់គ្នា fly ជាមួយនឹងពលានថ្មីបាទថ្ងៃទី20បាទខែ9បាទឆ្នាំ2025បាទបន្ទាប់ពីយើងធ្វើការ check in ក៏ដូចជាឆ្លងកាត់នៅ immigration បាទរួចរាល់ហើយអស់បាទខ្ញុំបានក៏ធ្វើដំណើរចូលមកដល់ខាងក្នុងហើយដែរបាទគឺខាងមុខ gate របស់ខ្ញុំតែម្ដងគឺ A31 បាទអញ្ចឹងថ្ងៃនេះគឺយើងធ្វើដំណើររៀងវែងឆ្ងាយបន្តិចបាទគឺយើងចាប់ផ្ដើមបាទចាក់ចេញពីរាជធានីភ្នំពេញបាទធ្វើដំណើរតាមជើងហោះហើររបស់ខាង Emirates បាទទៅកាន់ប្រទេសសង្ហបុរីរួចហើយគឺយើងនឹង lay over នៅសង្ហបុរីហ្នឹងប្រហែលជា1ម៉ោងកន្លះបាទបន្ទាប់មកទៀតគឺយើងត្រូវការចំណាយការហោះហើរប្រហែលជាខ្ទង់7ម៉ោងជាងទៀតបាទទៅកាន់បាទទីក្រុងឌូបៃបាទប្រទេសអារ៉ាប់រួមបាទរួចហើយយើង lay over នៅទីនោះទៀតបាទប្រហែលជាខ្ទង់5ម៉ោងបាទរួចហើយគឺយើងនឹងបន្តដំណើរចាក់ចេញពីឌូបៃទៅកាន់បាទទីក្រុងប៊ូដាប៉េសបាទនៃប្រទេសហុងគ្រីបាទដូច្នេះហើយថ្ងៃនេះគឺយើងធ្វើដំណើរតាមដងផ្លូវគឺវែងឆ្ងាយមែនទែនបាទបូកសរុបចូលមកប្រហែលជាខ្ទង់20ម៉ោងបាទនៅតាមផ្លូវរបស់យើងបាទដូច្នេះហើយធ្វើដំណើរក្នុងឱកាសបុណ្យភ្ជុំបាទទៅកាន់សហគមន៍អឺរ៉ុបបាទដើម្បីបាទដំណើរកម្សាន្តបាទអញ្ចឹងសូមអញ្ជើញបាទអ្នកទាំងអស់គ្នាបាទតាមដានបាទទស្សនាវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់ទាំងអស់គ្នាបាទសូមអរគុណអូខេបាទចាប់តាម boarding ហើយ We are going to Valhalla.
tay bạn này tặng kia bà dạ pel hai chia mùi máu sai từ pramati đại dương bàn trà chanh bia đi thì trong pin hay lợi lý khi dương phương nào mà đó là cả xiên than tại chợ trang chi bà đôi thấy cái dương nên thu đợt này trà chanh bị dân ho mà kê sắm áp đôi gót cái dương chặt làm thu đợt này to tiết và tại căn bà thì không bị bay rồi trái dương khuyên thà gẹt lịch mà khi bỏ dương cứ bàn bài thái rồi tráiคือdương nó phóng chua chua tới cán và cái lạnh rồng trăm làm bấy phượt đợt này họ hào và to và tới cán bà thì không bị bayโอเคฉันโฆษณารูปมาอยู่ที่เราออกเรียบ Not the morning announcement. This announcement is for يوجد مسك جيد العناية يغادر الآن Next stop we're gonna go to fly again Emirates Airways and Qantas Frankfurt by Business. ở đó Hungary hơi ở thời gian về một thầy màu chia người dân học màអ្នកទាំងអស់គ្នានេះគឺស្ពានមួយដែលមានឈ្មោះថា Chains Bridge ដែលកសាងបានឡើងឆ្លងកាត់ទន្លេ Danube បាទនៅក្នុងទីក្រុង Budapest បាទប្រទេសហុងគ្រីសួស្តីអ្នកទាំងអស់គ្នាឥឡូវនេះគឺយើងកំពុងតែមានវត្តមាននៅលើទូកដែលហៅថា cruise បាទនៅតាមដងទន្លេ Danube បាទនៅក្នុងទីក្រុង Budapest បាទប្រទេសហុងគ្រីដូច្នេះហើយយើង cruise នៅលើដងទន្លេ Danube ហ្នឹងគឺយើងទស្សនាបាននៅទិដ្ឋភាពនាពេលរាត្រីបាទដល់សានរោមរបស់ទីក្រុងបាទ Budapest ដែរអញ្ចឹងសូមអញ្ជើញបាទទស្សនានៅសំណង់ស្ថាបត្យកម្មបាទបុរាណបាទរបស់ Budapest ជាមួយនឹងខ្ញុំបាទដូចតទៅបាទសូមជ័យសួស្តីអ្នកនរគ្នាបាទខ្ញុំកំពុងតែមានវត្តមាននៅលើផ្លូវមួយហៅថា Váci Street បាទនៅក្រុង Budapest បាទប្រទេសហុងគ្រីគឺ Váci Street បាទគឺ shopping center ដ៏ធំបាទនៅក្នុងបាទទីក្រុង Budapest បាទសួស្តីបាទអ្នកទាំងអស់គ្នាដោយតែអ្នកទាំងអស់គ្នាបានទស្សនាបាទខ្សែវីដេអូរបស់ខ្ញុំបាទសម្រាប់ព្រឹកនេះអញ្ចឹងបាទគឺយើងធ្វើដំណើរមកទស្សនាបាទទី1គឺ Buda Castle បាទបន្តមកទៀតគឺយើងនឹងរៀបចំបាទធ្វើដំណើរដើរតម្រង់ទៅដល់បាទ Fishman Restaurant បាទដែលជាបន្ទាយ Fishman បាទហើយបន្តមកទៀតគឺយើងទស្សនាបាទ The Church of Our Lady បាទនៅទីនោះដែរបាទគឺជាព្រះវិហារមួយតំណាងឲ្យខាងទីក្រុងបាទ Budapest តែម្ដងអូខេអញ្ចឹងសូមអញ្ជើញបាទទស្សនាទិដ្ឋភាពបាទមួយជុំនេះជាមួយខ្ញុំបាទទាំងអស់គ្នាបាទសួស្តីបាទអ្នកទាំងអស់គ្នាបាទឥឡូវនេះខ្ញុំបាទកំពុងតែមានវត្តមានបាទនៅកន្លែងព្រះវិហារកាតូលិកមួយគេហៅថា The Church of Our Lady បាទនៅទីក្រុង Budapest បាទប្រទេសហុងគ្រីអ
và tam tới theo hiệp Catholic mới ní cứ chia theo hiệp Catholic tại Đà Nẵng ao thì công Budapest tại đó hay việc thất nên món Buddha và nơi trăng tụi lê Danus mặc hàng thịt và copy tôi chủ yếu đang món pass chẳng theo hiệp Catholic mới ní cứ sầm rạp và pra vàสำคัญจริงๆคือในไงเรียบอภิชัยบาร์บอสแต่มหาศัตริย์บาร์ก็โดยที่กลายได้โครงเรียกบาร์บอสแต่มหาศัตริย์นงจำนวนมนให้พระวิหารนั้นตะบานก่อสร้างหลังขนมศตวรรษที่13vàจังบาตัวสนาบาพระวิหารกัตลิกหมดnhóm hayข้างขอยnhómก็ให้ทาthe fishman barn บาเชียปอมกาเปียหรือไปคาทาบันตีบาที่เฮียนมุ้ยบาในที่ตั้งนี้บากาเปียจอกเตอร์ดำบอลทางกลางปีปุ่นนี่ก็ไหลนี่คือบายังยี่เป็นทันได้คือโกนดำบอลพนมมาอะไรที่ខ្ញុំបានកំពុងតែនៅលើបាទកន្លែងថាបន្ទាយ Fishman បាទមើលចុះទៅខាងក្រោមទន្លេ Danus បាទអញ្ចឹងយើងឃើញថានៅលើបាទកូនភ្នំមួយនេះបាទដែលមានកម្ពស់ប្រហែលទុកបាទ50ម៉ែត្របាទធៀបទៅនឹងនីវ៉ូទឹកសមុទ្រយើងទស្សនាចុះទៅខាងក្រោមនោះគឺតែទេសភាពបាទរបស់ទីក្រុងបាទ Budapest ពិតជាស្រស់ស្អាតមែនបាទហើយនៅខាងក្រោយខ្នងរបស់ខ្ញុំនេះគឺជាព្រះវិហារមួយដែលតំណាងឲ្យទីក្រុងប៊ូដាប៉េសផងដែរហើយមួយទៀតបាទខ្ញុំចង់ជម្រាបប្រាប់ថានេះនៅខាងមុខខ្ញុំហើយនៅខាងក្រោយខ្ញុំវិញបាទនេះគឺបាទមន្ទីររដ្ឋសភាបាទរដ្ឋសភាដែលមានវ័យចំណាស់ហើយរដ្ឋសភាមួយដែលមានទំហំធំជាងគេបំផុតបាទនៅក្នុងបាទសហគមន៍អឺរ៉ុបដែរបាទក៏មានវត្តមាននៅក្នុងប្រទេសហុងគ្រីដែរបាទអញ្ចឹងសូមអញ្ជើញមកទស្សនាទស្សនវិជ្ជាជាមួយខ្ញុំអត់ទាំងអស់គ្នាបាទបាទបងនេះគឺសំណង់បាទស្ថាបត្យកម្មមួយដ៏អស្ចារ្យកសាងក្នុងឆ្នាំ1800ជាងបាទនិយាយទៅនៅក្នុងសតវត្សទី19បាទដើមសតវត្សទី19តែម្ដងបាទហើយខ្លាយទៅជាបាទវិមានរដ្ឋសភាដ៏ធំជាងគេបំផុតបាទនៅក្នុងសហគមន៍អឺរ៉ុបហើយរចនាបថរបស់វាគឺយើងមើលឃើញថាការកសាងតាមបែបរចនាបថបាទទី1គឺរចនាបថម៉ារ៉ុកផងបាទហើយជាមួយនឹងរចនាបថមួយទៀតថាហ្គូសិកបាទគេយើងដើរលេងបាននៅក្នុងទីក្រុង Budapest បាទប្រទេសហុងគ្រី Danus Riverនេះគឺ Parliament បាទនៃ Budapest បាទប្រទេសហុងគ្រី Parliament House អ្នកទាំងអស់គ្នានេះគឺរដ្ឋសភាបាទដ៏ធំជាងគេបំផុតនៅក្នុងសហគមន៍អឺរ៉ុបបាទរបស់ប្រទេសហុងគ្រីបាទនៅទីក្រុង Budapest បាទយើងឃើញថាស្ថាបត្យកម្មរបស់គាត់ល្អមែនទែនបាទ perfect តែម្ដងបាទសួស្តីបាទអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំកំពុងតែមានវត្តមាននៅទីតាំងមួយគេហៅថាទីលាន Hero បាទទីលានវីរៈជនបាទនៅក្នុងទីក្រុង Budapest បាទប្រទេសហុងគ្រីបាទកន្លែងនេះគឺជាកន្លែងបាទទីតាំងប្រវត្តិសាស្ត្រមួយដែលបង្កើតបាទប្រទេសហុងគ្រីឡើងបាទនៅក្នុងសតវត្សទី9ហ្នឹងឯងបាទអញ្ចឹងសមាជិកគ្រួសាររបស់យើងទាំងអស់គ្នាយើងទស្សនានៅខាងមុខនេះយើងឃើញថាបាទមានបាទសេះចំនួនបាទ7បាទក៏ដូចជាមនុស្សចំនួន7ដែរ
នេះគឺជាជនជាតិភាគតិចដំបូងជាងគេបង្អស់ដែលជាអ្នកបង្កើតរដ្ឋហុងហ្គ្រីនេះឯងហើយនៅខាងលើគឺតំណាងឲ្យបាទទី1គឺសន្តិភាពបាទទី2គឺនៅខាងឆ្វេងដៃរបស់យើងគឺតំណាងឲ្យសង្គ្រាមបាទហើយតំណាងឲ្យភាពកកកាវាទកម្មបាទត្រជាក់ត្រជុំនៃប្រព័ន្ធអប់រំទៀតបាទអញ្ចឹងគឺនៅកន្លែងនេះហើយរូបចម្លាក់ទូចៗខាងក្រោយហ្នឹងបាទគឺតំណាងឲ្យបាទអ្នកដែលមានឥទ្ធិពលក៏ដូចជាអ្នកដែលមានបាទស្នាដៃបាទក្នុងការកសាងប្រទេសបាទសួស្តីបាទអ្នកទាំងអស់គ្នាហើយព្រឹកនេះគឺយើងធ្វើដំណើរចាក់ចេញពីសន្តាគារបាទទៅទស្សនាផ្ទៃបឹងមួយដ៏ស្រស់ស្អាតនៅក្នុងប្រទេសអូទ្រីដែរនោះគឺបឹង Hallstatt បាទអញ្ចឹងថ្ងៃនេះបាទធ្វើដំណើរជាមួយគ្នាបាទទាំងអស់គ្នាព្រឹកនេះអាកាសធាតុស្រស់ស្រាយល្អខ្យល់ត្រជាក់មកដល់ហឹមអាកាសធាតុប្រហែលជាខ្ទង់14អង្សាបាទមានខ្យល់បក់មកគឺស្អាតមែនទែនបាទសួស្តីអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំបានធ្វើដំណើរមកដល់ភូមិ Hallstatt បាទនៃប្រទេសអូទ្រីសហើយភូមិនេះគឺជាភូមិមួយដ៏ស្រស់ស្អាតហើយមានប្រវត្តិសាស្ត្រប្រហែលជា5000ឆ្នាំហើយបាទភូមិនេះភូមិដែលនៅជាប់ប្រព័ន្ធមាត់បឹង Hallstatt តែម្ដងកន្លែងនេះគឺជា Old Town ដូច្នេះបាទធ្វើដំណើរទៅទស្សនាជាមួយខ្ញុំបាទទាំងអស់គ្នាIf you want to. Za też się zasypała. Jaki ładny ten.សួស្តីអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំបាទកំពុងតែមានវត្តមាននៅបឹង Hallstatt បាទហើយថ្ងៃនេះគឺយើងនឹងជិះទូកលេងនៅលើបឹង Hallstatt នេះមើលទាំងទស្សនីយភាពក៏ដូចជាទេសភាពបាទនៅជុំវិញបឹង
Hashtag អញ្ចឹងសូមអញ្ជើញបាទធ្វើដំណើរជាមួយនឹងខ្ញុំបាទទាំងអស់គ្នាអូសូមជម្រាបប្រាប់ថាយើងមាន ticket បាទតម្លៃរបស់វាប្រហែលជាខ្ទង់បាទ20 euro ដែរហើយយើងជិះទូកនៅទីនេះគឺរយៈពេលបាទ50នាទីបាទអញ្ចឹងសូមអញ្ជើញបាទធ្វើដំណើរឡើងទូកជួយខ្ញុំបាទទាំងអស់គ្នា okay, so right now we got on board. I think here, right? This one. Okay, thank you. Yeah, okay. Hello, ni cái dươngដំណើរឡើងទៅលើ cruise ហើយយើង boarding ហើយ ទេសភាពបាននៅលើបង្ហា start បាទទស្សនាបាទភូមិបុរាណបាទបង្ហា start ដែលមានអាយុកាលជាង 5000 ឆ្នាំនេះខែនេះគឺស្លឹកឈើចាប់ដើមផ្លែពណ៌ហើយគង់រយៈពេលតែជា3សប្តាហ៍ទៀតបាទស្លឹកឈើទាំងអស់នេះបាននឹងរុះរោយទៅវិញអស់ហើយបាទហើយចាប់ដើមទទួលនៅរដូវរងាបាទនៅក្នុងសហគមន៍អឺរ៉ុបហើយអ្នកនរគ្នាឥឡូវនេះគឺ cruise មួយបាទនៅលើបង្ហា start បាទគឺជាបង្ហា3ដែលមានអាយុកាលបាទរាប់ពាន់ឆ្នាំមកហើយបាទនៅក្នុងប្រទេសអូទ្រីសបាទជាប់ព្រំដែនជាមួយនឹងប្រទេសLiechtenstein បាទជាមួយនឹងអាល្លឺម៉ង់ដែរបាទអញ្ចឹងសូមអញ្ជើញបាទទស្សនាបាទទស្សនវិជ្ជាបាទក្រោយក្នុងខ្ញុំទាំងអស់គ្នាថាសម្រាប់ណាបាទអូខេហើយថ្ងៃនេះគឺអាកាសធាតុត្រជាក់ល្អណាស់អាកាសធាតុថ្ងៃនេះ13អង្សាបាទណាបាទតាមពិតរដូវនេះគឺរដូវក្តៅទេប៉ុន្តែគាត់ថាយើងធ្វើដំណើរមកលើនេះគឺទាន់ចង់បាទរដូវតាមបាទពីធ្លាក់មកត្រជាក់ទៅបាទធ្វើឲ្យបាទទិដ្ឋភាពហើយទេសភាពបាទនៅផ្ទៃបាត់មានសម្រាប់កាន់ស្អាតទៀតបាទsame place នេះឥឡូវនេះខ្ញុំកំពុងតែនៅ Linz Old Town បាទទីក្រុងចាស់បាទនៃទីក្រុង Linz ប្រទេសអូទ្រីសបាទអញ្ចឹងទីក្រុងហ្នឹងបើនិយាយទៅគឺសគុតសង្គមមែនទែនបាទហើយមានសំណង់ស្ថាបត្យកម្មដែលកសាងតាំងពីយូរយារណាស់មកហើយក៏ច្រើនដែរបាទដូចជាជាក់ស្ដែងយើងមានឃើញថាមានជា City Hall បាទសាលាក្រុងហើយមានជាសំណង់ស្ថាបត្យកម្មបែបលក្ខណៈថាសាសនាមានដូចជាវិហារកាតូលិកបាទដូចជាក់ស្ដែងខាងក្រោយហ្នឹងគឺយើងឃើញថាវិហារចាស់បាទក្រៅពីហ្នឹងនៅខាងក្រោយបាំងអាគារហ្នឹងគឺមានវិហារចាស់មួយទៀតបាទដែលខ្ញុំបាទមិញហ្នឹងបានដើរឆ្លងកាត់រួចហើយបន្តិចទៀតពួកខ្ញុំនឹងធ្វើដំណើរត្រឡប់ទៅវិញម្ដងទៀតកន្លែងហ្នឹងដែរដោយសារភោជនីយដ្ឋានដែលទទួលទានអាហារពេលល្ងាចគឺនៅម្ដុំហ្នឹងតែម្ដងសួស្តីបាទអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំបាទកំពុងតែមានវត្តមាននៅគេហៅថា Prague Palace បាទនៅសាធារណរដ្ឋឆែកបាទនៅក្នុងប្រទេសឆែកតែម្ដងហើយទីក្រុងប្រាក់បាទអញ្ចឹងយើងឃើញថា Palace មួយនេះត្រូវបានកសាងឡើងតាំងពីសតវត្សទី13មកម្លេះបាទអញ្ចឹងវាមិនមែនត្រឹមតែជាវិមានឬក៏ Palace ទេបាទវាថែមទាំងជាវិមានប្រធានាធិបតីទៀតបាទដូច្នេះប្រធានាធិបតីក៏ស្នាក់នៅទីនេះដែរហើយតួនាទីគឺទី1គឺវាមានប្រធានាធិបតីតួនាទីជា church បាទជាកន្លែងគ្រប់រដ្ឋបတ်សាសនាបាទរបស់ជនជាតិ Czech បាទហើយជាកន្លែងមួយដែលហៅថារដ្ឋបាលដ៏សំខាន់មកនៅក្នុងបាទទីក្រុងប្រាក់ផងដែរអញ្ចឹងធ្វើដំណើរទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នាបាទសូមអញ្ជើញនេះគឺយើងកំពុងតែមានវត្តមាននៅក្នុង
បាទប្រាក់ casual បាទគឺជា casual មួយដ៏មានសារៈសំខាន់ជាងគេបំផុតបាទនៅក្នុងទីក្រុងប្រាក់ហ្នឹងហើយព្រោះ casual ហ្នឹងតំណាងឲ្យសាធារណរដ្ឋឆែកទាំងមូលតែម្ដងក្នុងប្រាកាឈូកាសេត្រូដែលជាកន្លែងសំខាន់ជាងគេបំផុតបាទនៅក្នុងអ្នកទាំងអស់គ្នានេះគឺជាផែនទីនៃទីក្រុងប្រាក់បាទនៅក្នុងឆ្នាំ1620បាទនិយាយអំពីបាទទីក្រុងប្រាក់នៅចំនួននោះបាទនេះគឺ Old Town បាទគឺទីក្រុងចាស់ហើយនៅកន្លែងស្ពានហ្នឹងគេហៅថា Charles Bridge បាទស្ពាន Charles ហើយមួយទៀតនៅកន្លែងនោះគឺ Leaden Wall ដែលធ្វើក្រោយហ្នឹងទេហើយ Cassette Rock នៅចុងគេនេះបាទយ៉ាអូខេពីរាល់ពីខាងក្រៅបាទ នេះគឺផ្លូវមួយដែលមានហៅថា Golden Land បាទ Golden Land បាទគឺជាផ្លូវមួយដែលទូចបាទមានប្រវត្តិបាទក្នុងការកសាងនៅកន្លែងនេះហ្នឹងដល់យូរលង់ណាស់មកហើយដល់ធំធេងដែរនេះគឺទីក្រុងប្រាក់ដែលទស្សនាបាទពីខាងលើ Cathedral ចុះទៅខាងក្រោមដែលមានទស្សនវិជ្ជាបែបនេះគឺយើងគឺស្ពានចំណាស់មួយដែលគេហៅថា Cathedral Bridge សំដៅ Charles Bridge បាទនេះគឺស្ពានចំណាស់មានអាយុកាលមួយឆ្នាំមកហើយសតវត្សទី19ដែរសួស្តីអ្នកទាំងអស់គ្នាបាទកន្លែងនេះហើយគេហៅថា John Lennon Wall បាទដែលជាកន្លែងនិមិត្តរូបឲ្យសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិបាទដើម្បីទទួលបាននៅសិទ្ធិសេរីភាពបាទនៅក្នុងប្រទេសសាធារណរដ្ឋឆែកសួស្តីអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងតែនៅទីក្រុងប្រាក់ឬក៏ទីក្រុងប្រាហានៃសាធារណរដ្ឋឆែកហើយយើងមើលថាកន្លែងនេះគឺជាសំណង់ស្ថាបត្យកម្មបុរាណរបស់សាធារណរដ្ឋឆែកបាទដែលមានអាយុកាលបាទរាប់ពាន់ឆ្នាំមកហើយជាពិសេសបាទនៅខាងមុខខ្ញុំនេះគឺស្ពានមួយដែលមានវ័យចំណាស់បាទកសាងនៅក្នុងសតវត្សទី13បាទក្នុងឆ្នាំ1400ជាងបាទចូលសតវត្សទី14នេះបាទអញ្ចឹងស្ពានដែលមានវ័យចំណាស់នេះគឺហៅថា Charles Bridge បាទអញ្ចឹងតិចទៀតគឺខ្ញុំធ្វើដំណើរឡើងទៅលើស្ពានហ្នឹងហើយដើម្បីឆ្លងទៅកាន់ត្រើយម្ខាងបាទនៃទីក្រុងបុរាណ
សួស្តីបាទអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងតែមានវត្តមាននៅលើស្ពានឆើដែលជានិមិត្តរូបរបស់ទីក្រុងប្រាក់បាទនៃសាធារណរដ្ឋឆែកហើយស្ពាននេះគឺជាស្ពានប្រវត្តិសាស្ត្រមួយដ៏ល្បីល្បាញត្រូវបានកសាងឡើងពីតាំងសតវត្សទី14មកម្លេះអញ្ចឹងយើងមើលខ្លងកាត់ទន្លេហ្នឹងគឺទន្លេវឡាបាទគឺជាទន្លេមួយដែលមានប្រវែងប្រហែលជាខ្ទង់400ម៉ែត្រប៉ុណ្ណឹងឯងគាត់ថាដាស់ណាអញ្ចឹងស្ពានហ្នឹងមានប្រវែងប្រហែលជា500ម៉ែត្របាទប្រាក់ហាជាទីស្រឡាញ់បាទអ្វីដែលធ្វើឲ្យខ្ញុំថ្នាក់ដកចិត្តជាប់ជាមួយនឹងទីក្រុងប្រាក់បាទនៃសាធារណរដ្ឋឆែកហ្នឹងគឺនៅលើស្ពានបុរាណមួយនេះយើងទស្សនាទៅពីច្រាំងទន្លេតែម្ដងគឺយើងឃើញថាទេសភាពហ្នឹងស្អាតហើយមានតំណងស្ថាបត្យកម្មបាទគឺល្អមែនទែនបាទជាក់ស្ដែងគឺសមាជិកគ្រួសាររបស់យើងទាំងអស់គ្នាយើងមើលទៅខាងក្រោយនេះវាហើយយើងមើលទៅខាងលើនេះយើងឃើញថា Praha Castle ដែលជានិមិត្តរូបនិងសេចក្តីតំណាងរបស់ទីក្រុងប្រាក់ហើយវាត្រូវបាន UNESCO ទទួលស្គាល់ថាជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកដែរតំបន់ចាប់ពីនេះទៅគេហៅថាតំបន់ Old Towns ពីខាងនេះទៅគឺ Old Town Hall ហើយយើងធ្វើដំណើរដើរទៅត្រង់ទៅយើងនឹងធ្វើដំណើរទៅដល់នីលកាតារាសាស្ត្រមួយបាទដ៏ស្រស់ស្អាតសួស្តីបាទអ្នកទាំងអស់គ្នានៅខាងមុខខ្ញុំនេះគឺគេហៅថានីលកាតារាសាស្ត្រនៅក្នុងទីក្រុងប្រាក់នៃសាធារណរដ្ឋឆែកគឺមានតែមួយគត់ដែលត្រូវបានកសាងឡើងនៅក្នុងសតវត្សទី14ទីក្រុងប្រាក់នៅពេលរាត្រីបាទទេសភាពនារាត្រីបាទនៃប្រាហានៅទីក្រុងប្រាក់ពិតជាស្រស់ស្អាតមែនទែនបាទរ៉ូមែនទិកមែនទែនលេងគេទៅបាទព្រឹកនេះសួស្តីអ្នកទាំងអស់គ្នាបាទនៅទីនេះគឺទីក្រុងវៀនបាទកន្លែងនេះគឺផ្លូវ shopping center ដ៏ធំបំផុតបាទរបស់ទីក្រុងហើយសួស្តីបាទអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំបានកំពុងតែមានវត្តមាននៅចំកណ្ដាលបេះដូងបាទនៃប្រទេសអូទ្រីសបាទនោះគឺទីក្រុងវៀនបាទថ្ងៃនេះខ្ញុំធ្វើដំណើរមកទស្សនាបាទព្រះវិហារបាទ Saint Peter Cathedral បាទប៉ុន្តែទៅអត់ដល់ទេប៉ុន្តែចង់ជម្រាបប្រាប់តិចថាកន្លែងផ្លូវនេះគឺជាផ្លូវមួយដែល shopping center ធំជាងគេបំផុតនៅក្នុងទីក្រុងវៀននេះហើយអញ្ចឹងសូមអញ្ជើញមកទស្សនាបាទជាមួយខ្ញុំបាទទាំងអស់គ្នា
nên ở kia đi chọn squad đam cả lã này và đam cả lã được nông này ở rộp nó cứ miền trơn và hay trong mưa play với dòng bệnh nó trong mưa nhom bài chun mà để ở kia mưa play cả lã dòng bệnh đó yeah ok đi nhom run bánh vịt lẹ nên mấy cái địa play vì mà play vì này ok ní play vì và play cả lã bà hay chẳng đăng than được nông nước màn khóp bà dừng bỏ mưa ok chẳng được nông nó chưa tới hay chỉ ai miền pi được bay khó á địa play vì yeah ok địa play cả lại và đi cái vô chẳng cái từ đi hổ bà vô từ địa anh đi play tôi trong miền mặt khó bà nè play cả lại bà hay chăm bữa nhom mưa mưa đi về miền mặt khó bỏ với một cái ngóp nó giờ tôi bắt đầu lên đây rồi biết đâu bà thì giờ tôi tập trung phải cho ăn thôi này hay thế dạ nếu anh miền khọp đấy miền fly climb miền pi khọp fly climb miền mặt khọp mà ok địa phải cả lại ok tập trung phải cho ăn thôiสุดท้ายในตอนนี้อะไรนี่คือบ้านกระโปรงแต่มีวัตถุมีเนอร์ชอนรอนพาเลสปัตตาในทางขอยขนมขยมนี่คือเยื่อกันไอทัวร์หนาโจบานเต้บาขนมแกงบรมดิจิเวียงโดยซาทางนี้คือมีพิธีสำคัญมุ้ยก็หาทา global champion Longchin global champion tour บาจังในขนมประเทศออสเตรียบาในตรงเย็นบาจังตัวสนามในกลายนี่ทางออกนี้บาโอเคយើងរៀបចំធ្វើដំណើរចាក់ចេញទៅផ្ទះវិញហើយអ្នកទាំងអស់គ្នា Emirates Fly A308 យ៉ាអូខេសួស្តីអ្នកទាំងអស់គ្នាឥឡូវនេះយើងធ្វើដំណើរត្រឡប់ទៅកាន់តាមតុប្រទេសរបស់យើងវិញហើយទៅបាយប្រទេសអូទ្រីសសាននៃការធ្វើដំណើរមកដល់នៅក្នុងពលានអាកាសយានហ្នឹងពលានហត់ថ្មីនិយាយចង់ចេញលោកឲ្យទុកចុះវិញហោះអ្នកទាំងអស់គ្នាហើយឃើញថាដំណើរកម្សាន្តរបស់ខ្ញុំបានដល់ទីបញ្ចប់ហើយឥឡូវនេះពួកយើងទាំងអស់គ្នាបានធ្វើដំណើរមកដល់ទីភ្នំពេញដោយសុវត្ថិភាពហើយអូខេទាំង goodbye ហើយអរគុណច្រើនបាទសម្រាប់ការតាមដានទស្សនាខ្សែវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់បាទមាននេះទេបាទសូមថ្លែងអរគុណដល់ប្រិយមិត្តទាំងអស់ដែលតាមដានទស្សនាទាំងអស់គ្នាអូខេសូមជូនពរសំណាងល្អសុខសប្បាយសុខភាពល្អទាំងអស់គ្នាបាយ